សួស្តីបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាដែលគាត់ប្រើ Telegram ហើយយើងធ្វើការដូរ driver ទៅទូរស័ព្ទផ្សេងសម្រាប់យើងភាគច្រើនគឺគាត់តែទិញទូរស័ព្ទថ្មីហើយពេលយើងចង់បដូរ Telegram ទៅទូរស័ព្ទថ្មីហ្នឹងគឺវានឹងឲ្យយើងធ្វើការបង់លុយចឹងបងប្អូននេះឃើញទេអញ្ចឹងឥឡូវហ្នឹងគឺវាចេញទម្រង់ថ្មីនេះគឺវាឲ្យយើងបង់លុយបានអាចប្រើបានប៉ុន្តែខ្ញុំនៅតែមានវិធីសាស្ត្រផ្សេងទៀតដើម្បីកុំឲ្យបង់លុយបងប្អូននេះយើងធ្វើការបង់រាល់ខែរាល់អាទិត្យចឹងបងប្អូនហើយយើងមិនលុយណាបង់ឲ្យវាបើយើងបង់អស់លុយច្រើនបងប្អូនអញ្ចឹងវិធីសាស្ត្រខ្ញុំមានវិធីសាស្ត្រថ្មីមួយគឺយើងអាចប្រើប្រាស់បានដូចគ្នាបងប្អូនគឺយើងមិនបង់លុយទេហើយប្រើបានធម្មតាហើយ Telegram យើងហ្នឹងគឺប្រើបានដូចធម្មតាចឹងបងប្អូនអញ្ចឹងចង់ដឹងបងប្អូនទៅតាមនៅវីដេអូរបស់ខ្ញុំអរគ្នាតាមដាននៅវីដេអូខ្ញុំអញ្ចឹងជាដំបូងបងប្អូនអរគ្នាធ្វើការ download មកបងប្អូនចូល Play Store មក download មក download Telegram អញ្ចឹងពេលដែលយើងចូល Play Store យើងវាយពាក្យថា Telegram អញ្ចឹងមកបងប្អូនយើងវាយ Telegram អញ្ចឹងមកបន្តមកបងប្អូននេះគឺយើងអត់យកអា Telegram យើងធ្លាប់ប្រើទេយើងយកអាផ្សេងមកបងប្អូននេះយកអានេះបងប្អូននេះគឺយើងប្រើ Telegram ដូចពីមុនធម្មតាបងប្អូនវាផ្ញើសារទៅលេខទូរស័ព្ទរបស់យើងធម្មតាអញ្ចឹងហើយពេលដែលយើងវាយលេខដែលវាផ្ញើសារទៅលេខយើងនឹងហើយគឺ Telegram យើងប្រើបានធម្មតាបងប្អូនមាន friend ចាស់ចាស់ហើយគឺវា load មកធម្មតាទាំងអស់និយាយទៅថា Telegram យើងពីមុនមិនគឺវាមកវិញអញ្ចឹងអស់អញ្ចឹងបងប្អូនអញ្ចឹងបងប្អូនចង់ដឹងច្បាស់ឥឡូវយើងធ្វើការ download សិនមកហើយអញ្ចឹងខ្ញុំបាន download ហើយបងប្អូនអរគ្នាដែលអត់ទាន់បាន download ទេវាមានឲ្យយើង download អញ្ចឹងហើយអញ្ចឹងឥឡូវខ្ញុំសូមបើកហើយអូខេយើងបើកអញ្ចឹងហើយបន្ទាប់មកនេះយើងចុច start mission នេះបងប្អូនចុចពាក្យ start message នេះមកអញ្ចឹងកន្លែងនេះវាឲ្យយើងធ្វើការរើសប្រទេសធម្មតាអញ្ចឹងបងយើងរើសប្រទេសយើងធម្មតាដូចមុនអញ្ចឹងដូច Telegram មុនដូចគ្នាអញ្ចឹងយើងហៅមក Cambodia នេះហើយយើងដាក់លេខរបស់យើងធម្មតាអញ្ចឹងបងអញ្ចឹងពេលយើងវាយលេខទូរស័ព្ទហើយយើងចុចទៅមុខទៀតមកអញ្ចឹងវាផ្ញើសារបងប្អូនវាផ្ញើសារទៅលេខទូរស័ព្ទយើងឬក៏ Telegram យើងនៅអាចចាស់នឹងអញ្ចឹងបងប្អូនអញ្ចឹងឥឡូវយើងចូលមើលលេខកូដរបស់យើងមកអញ្ចឹងខ្ញុំសូមវាយលេខកូដសិនវា load មកហើយអូខេអញ្ចឹងពេលយើងវាយហើយវានឹងឲ្យយើងទៅមុខទៀតហើយអូខេអញ្ចឹងយើងគ្រាន់តែធ្វើការចុច next ទៅមុខទៀតមក next តាមវារហូតបងប្អូនអូខេអញ្ចឹងតែប៉ុណ្ណឹងគឺវាបានបញ្ចប់អញ្ចឹងយើងគ្រាន់តែចុចខ្វែងខាងលើនេះមួយមកអូខេចុចខ្វែងទៀតមកអូខេហើយចុច skip ខាងក្រោមចុចenable បងប្អូនចុចពាក្យ enable នេះមកអូខេអញ្ចឹងយើងប៉ុណ្ណឹងគឺយើងអ្នកឃើញបងប្អូន frame ចាស់គឺមានមែនមកទាំងអស់ដូចដើមបងប្អូនហើយប្រើបានធម្មតាដូចមុនបងប្អូនអត់បញ្ហាអីទេគឺយើងអាចតេខលបានធម្មតាអញ្ចឹងបងប្អូនហើយមើលកម្មវិធីមើលបងប្អូនអ្នកដូចគ្នានឹងដូច Telegram ចាស់មុនធម្មតាអញ្ចឹងមាន friend មែនគឺ load មកទាំងអស់អញ្ចឹងអញ្ចឹងបងប្អូនអរគ្នាអាចសាក download ហើយប្រើតាមវិធីនេះបានគឺងាយស្រួលបំផុតបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំសូមណែនាំបងប្អូនតែប៉ុណ្្នឹងទេហើយបើមានចម្ងល់ផ្សេងៗបងប្អូនអាច comment សួរនៅវីដេអូរបស់ខ្ញុំបាននៅខាងក្រោមនៅ comment ហ្នឹងបាទអញ្ចឹងសូមជម្រាបលា